រឹងស្ទេប្រមាណបងទីតាំងដាក់នេះស្តុកថ្មី promotion ថ្មីជាមួយនឹងប្រភេទ Lamini Burst ទៅចូលស្តុកថ្មីមានរហូតដល់2 model ផងដែរខាងស្ដាយខ្ញុំបាននេះគឺជាប្រភេទ Lamini Burst បែបជូតទៅចូលស្តុកថ្មីមានរហូតដល់5គ្រឿងក្នុងស្តុកផងដែរដែលយើងកំពុងតែបើក promotion ពិសេសមានការបញ្ចុះតម្លៃនៅសល់ត្រឹមតែ$2,000ស្ដាងតែប៉ុណ្ណោះអញ្ចឹងបងដែលស្រឡាញ់បែបប្រភេទ Lamini Burst ដ៏ស្អាតបែបនេះប្រភេទជូតបាទនេះមកនេះខ្ញុំសូមតែកំណត់ពិសេសហ្មងសម្រាប់បងស្រីៗដែលជាម៉ាក់អញ្ចឹងណាគាត់ស្រឡាញ់បែបជូតគាត់ជិលបាក់បោជាមួយនឹងប្រភេទឡានសាំងគាត់ចង់បានជាប្រភេទឡានអគ្គិសនីមួយណាដែលមានកៅអីអាចដាក់កូនតូចបានរហូតដល់4នាក់ទាំងមនុស្សចាស់អញ្ចឹងណាបាទមានស្រួលការប្រើប្រាស់សម្រាប់ model នេះគឺជាប្រភេទ model ខ្នាត parameter ធំតែ motor របស់វាយើងប្រើរហូតដល់1000 វ៉ាត់បើអង្គុយវិញគឺពិសេសហ្មង60 វ៉ុលនិង32 អាំពែដែលសាក់មួយពេជ្រអាចប្រើប្រាស់ចន្លោះពី50ទៅ60គីឡូបានអញ្ចឹង model នេះគឺជូតមែនទែនមានកៅអីរហូតដល់4មានតាក់ទងជាមួយនឹងខ្សែក្រវ៉ាត់ការពារអញ្ចឹងព្រោះបងខ្លះក៏សួរនាំថាតាក់ទងជាមួយ Lamini Burst នេះតើមានប្រភេទណាដែលមានកៅអីអង្គុយស្រួលទៅទី1ទី2មានខ្សែក្រវ៉ាត់ការពារអញ្ចឹងឥឡូវនេះយើងចូលស្តុកឲ្យបងប្អូនខណៈនេះគឺធំទលាមែនទែនផ្នែកខាងក្រោយអាចដាក់អីវ៉ាន់បានច្រើនអញ្ចឹងសម្រាប់បងស្រីៗនេះនិយាយជូនអញ្ចឹងគាត់ជិលបើកបោជាមួយនឹងប្រភេទឡានសាំងបាទគាត់ចង់បានប្រភេទជាមួយនឹងឡានអគ្គិសនីដែលងាយស្រួលក្នុងការប្រើប្រាស់តែជូតអូខេអាចស្លេចយក model នេះបានផ្នែកខាងក្រោយធំទលាមែនទែនមិនថាគាត់ដាក់ប្រភេទជាកាបូបកូនរៀនបាទទៅផ្សារសម្រាប់បន្លែត្រីសាច់អីគឺផ្សេងបងមានតែនេះមួយគ្រឿងអត់ពិបាកក្នុងការបើកបោទេអត់តម្រូវការបានបើកបោអត់តម្រូវធ្វើផ្លាកលេខហើយមួយទៀតបងដោតទឹកភ្លើងទៅតើតើមួយការសាក់ភ្លើងសាក់ប្រើដល់អស់1គីឡូភ្លើងយ៉ាងទេអាចប្រើរហូតដល់60ទៅ70គីឡូព្រោះនេះគឺស្អាតហើយជូតមែនទែនហើយទៅជាមួយ promotion គឺតម្លៃពិសេសមកបងប្អូនតម្លៃពេញ$2,500បងធ្វើការបញ្ជាទិញនេះមានការបញ្ចុះតម្លៃពិសេសជូននៅសល់ត្រឹមតែ$2,200តែប៉ុណ្ណោះតែតោះមួយ stock គឺមាន5គ្រឿងក្នុង stock ផងដែរបងប្អូនបងឯងជិះមកដល់ទីតាំងហាងតបានទៅការតេស្តសាក់លបងចង់ដឹងថាតេស្តតោជាមួយគុណភាពល្អដូចអ្នកលោកជំរាបជូនអត់អូខេបងប្អូននេះអាចយកកូនតូចមកអត់គាត់ដាក់មកអង្គុយនៅលើកៅអីមួយចង់ដឹងថាស្រួលអត់មានផាសុខភាពអត់ទៅខ្ញុំបើកបោជាមួយប្រភេទកូនឡាននេះអូខេតោះឥឡូវតើតោជាមួយប្រភេទ model ទី1នេះខ្ញុំធ្វើ promotion ចប់ហើយអញ្ចឹងឥឡូវចូលដល់ប្រភេទទី2ខ្នាតធំវិញបងប្អូនទាំងគ្នាសម្រាប់បងដែលមានសមាជិកគ្រួសារច្រើនឬក៏បងនៅតាមបណ្ដាបណ្ដា resort ផ្សេងៗរមណីយដ្ឋានផ្សេងៗកំពុងតែស្វែងរកនៅប្រភេទ Lamini Burst ខ្នាតធំកៅ3ជួរដែលអាចទ្រទម្ងន់បានរហូតដល់550គីឡូសម្រាប់ខ្នាតនេះបើសិនជាបងដឹកមនុស្សវិញនៅក្នុងបន្ទា resort ឬក៏បរិយាឬក៏រមណីយដ្ឋានផ្សេងទេឬក៏បងដែលមានសមាជិកគ្រួសារច្រើននេះអូខេអាចឆ្លង model នេះបានគឺទុកមនុស្សរហូតដល់6ទៅ7នាក់បងគ្នាបើសិនជាបងមានទូចអាចបានរហូតដល់8នាក់ហើយពណ៌នេះគឺចូលមកគឺបើកជួតែម្ដងមានទាំងពណ៌ទឹកសមុទ្រពណ៌លឿងពណ៌ផ្កាឈូកអញ្ចឹងតាមតម្រូវការតាមការឆ្លាញ់របស់បងគ្នាសម្រាប់បងស្រីៗឬក៏បងប្អូនដែលកំពុងតែស្វែងរកនៅប្រភេទបែបជួបែបនេះគឺអាចជំនន់ដាក់តបានយើងអាចកាត់តែសាក់របស់ទេតោះកាមេរ៉ាចូលចិត្តមកខ្ញុំនឹងហាយពី function ព្រោះចង់ដឹងថាតកតងជាមួយ model ទី2នេះគឺគុណភាពវាល្អត្រង់ណាលក្ខណៈពិសេសរបស់ឡាននេះគឺដូចបែបណាបងប្អូនតែតងជាមួយទម្ងន់ធរដូចខ្ញុំប្រាប់អញ្ចឹងត្រទម្ងន់បានរហូតដល់550គីឡូអានេះប្រភេទអាគុយធំកម្លាំងអាគុយវា60វ៉ុលនិង58អាំពែគឺប្រភេទអាគុយខ្នាតធំអញ្ចឹងបងសាក់មើលពេញអាចប្រើប្រាស់ចន្លោះពី70ទៅ80គីឡូបានអញ្ចឹងខ្ញុំសូមរេកកំណត់ពិសេសហ្មងសម្រាប់បងដែលមានសមាជិកគ្រួសារច្រើនចង់ជិះដំណើរកម្សាន្តផ្សេងៗល្ងាចឡើងតាមបរិយាឬក៏បងតាមបណ្ដារមណីយដ្ឋាន resort ផ្សេងៗអាចយក brand នេះទៅប្រើប្រាស់ទៅព្រោះដោយសារអីធំទលាល្អកម្លាំង motor ធំរបស់គ្នាតោះកាមេរ៉ាចូលគិតទៀតមកខ្ញុំនឹងបង្ហាញពី function កាន់តែទំនើបទៀតអានេះតកតងជាមួយប្រព័ន្ធ lock បងចានេះវាមានកាពីតាក្នុងការប្រើប្រាស់អញ្ចឹងណាឧទាហរណ៍ក្នុងករណីបងឡើងទួលបងឡើងចំណោទផ្សេងៗព្រោះតែតាមបណ្ដា resort រមណីយដ្ឋានផ្សេងៗឥឡូវតាមតំបន់ភ្នំគឺគាត់ជួនៅប្រភេទឡានអគ្គិសនីទៅប្រើប្រាស់មែនតើចឹងបងប្អូនបងខ្លាចគីឡូដឹកភ្ញៀវច្រើនអ្នកអីខ្លាចឡើងទួលរួចទេគឺយើងមានពងកាពីតាក្នុងការកាច់ទាំងចុះចំណោទទាំងឡើងចំណោទគឺពិសេសហ្មងហើយតកតងជាមួយនឹងបេះវិញគឺធំទលាល្អបងប្អូនមិនថាបងយកទៅដាក់ដឹកអីវ៉ាន់ដឹកភ្ញៀវដឹកអីផ្សេងគឺពិសេសហ្មងខ្ញុំឡើងទៅមើលបងប្អូនសម្រាប់គីឡូខ្ញុំបានគឺគីឡូ8ជាងហើយខ្ញុំអង្គុយគឺទលាល្អមែនតើអញ្ចឹងសម្រាប់អ្នកអង្គុយខាងមុខនេះគឺបាន3នាក់ខាងមុខនេះ3នាក់ដូចគ្នាខាងក្រោយបងចង់បន្ថែម3នាក់ក៏បានដែរអញ្ចឹងចំនួនមនុស្សបើសិនជាបងមានទូចអាចរហូតបានដល់9នាក់អាស្មារតីនេះមានទាំង speaker Bluetooth មានទាំង option ទំនើបមែនតើបងប្អូនអញ្ចឹងសំពូព័ត៌មានលម្អិតមានចម្ងល់ផ្សេងៗឬក៏បងចង់ធ្វើការតេស្តសាឡបងអីគេអាចជិះមកកាត់ទីតាំងហាងតបានឃ្លាំងលេខ243ផ្លូវ603ស្កាត់ក្នុងកង់មួយខាងទូទៅទីពេញបងនឹងធ្វើការតេស្តសាឡបងឆ្លាញ់ពេញចិត្តអូខេដឹកជូនបងភ្លាមតែម្ដងអីវ៉ាន់មានក្នុងស្តុកស្លាប់អត់ពិបាករងចាំនេះអូខេបងប្អូនតោះចំពោះព័ត៌មានឡើងមានចម្ងល់ផ្សេងៗអាចខមមិនក្នុងវីដេអូឬក៏ឆាតទៅពេកបានបាយ